app free សម្រាប់បងដែលចូលចិត្តបង្កើតជា music ឬក៏បង្កើតចម្រៀងដែល app នេះគឺបង្កើតទៅជា music ឬក៏ចម្រៀង AI បងអាចយកវាធ្វើទៅជា music background នៅក្នុង blog ឬក៏នៅក្នុង video របស់បងបានដោយងាយស្រួលហើយគឺអត់មានជាប់ copyright ទេយើងអាចនិយាយបានថាវាគឺជា original music ឬក៏ជា original song ដែលយើង generate ចេញមកដោយខ្លួនឯងតោះមកមើលថាតើ app នេះជា app អីគេជាដំបូងបងប្អូនត្រូវមាន app មួយដែលមានឈ្មោះថា Suno នេះបងប្អូនទាំងអស់គ្នាបងប្អូន app នេះគឺអាចធ្វើការ download បានទៅតាម Play Store ឬក៏ App Store ពេលដែលបងប្អូន download វានឹងឲ្យយើង log in អញ្ចឹងបង log in ជាមួយនឹង Gmail ធម្មតាអញ្ចឹងមុននឹងបងប្អូនអាចធ្វើការ generate ជាមួយនឹងចម្រៀងបានយើងត្រូវការប្រើប្រាស់ជាមួយនឹង ChatGPT ណា and then បងប្អូនចង់បង្កើតជាចម្រៀងបែបម៉េចអាចឲ្យ ChatGPT ជាអ្នកសរសេរ script ឲ្យយើងមកអញ្ចឹងឧទាហរណ៍ខ្ញុំចង់បានgive me script for soft music ចឹងទៅអូខេចំពោះការ generate script ហ្នឹងគឺអត់អីពិបាកទេបងប្អូនចង់បានជាចម្រៀងរបៀបម៉េចជា hip hop ឬក៏ជាអីអាចធ្វើការសរសេរបានដោយសារតែ ChatGPT គឺជាកន្លែងមួយដែលយើងអាចធ្វើការយកជាមួយនឹង script ពីក្នុងហ្នឹងមកបានអញ្ចឹងឧទាហរណ៍ថាយើងទទួលបាន script ហើយត្រូវអត់វាមានតាំង2នាទីឲ្យយើងទៀតណាយើងធ្វើការ download តិចណាអូខេ copy វាមក and then បងប្អូនទៅចូលកន្លែង Suno ដែលយើងបាន download មិញទៅធ្វើការ pass ជាមួយនឹងនេះនឹងចូលអូខេ pass ជាមួយនឹង script មិញចូលដែលយើងទទួលបានពី ChatGPT ហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើង pass ជាមួយនឹងscript នឹងចូលហើយបងចាំធ្វើការ create នេះទៅដើម្បីធ្វើការ generate តែខ្ញុំចង់បញ្ជាក់តិចចំពោះ script ដែលត្រូវដាក់នេះគឺវាមានចំនួន limited អញ្ចឹងបើសិនជាវែងពេកអត់លោតវាអត់លោតឲ្យយើង create ទេបងអាចធ្វើការ cut down វាចេញខ្លះទៅអញ្ចឹងបន្ទាប់មកធ្វើការចុច create ទៅអញ្ចឹងចាំមើលតើវានឹងចេញជា music ភ្លេងបែបណាចំពោះនៅក្នុងការ process គឺអត់មានអីពិបាកទេវាលឿនដែរទេអាចថា take time 2 second អីចឹងទៅវានឹងចេញជា music មកឲ្យយើងហើយហើយ music នេះប្រើប្រាស់បានច្រើនមែនតើពេលដែលខ្ញុំធ្វើវីដេអូផ្សេងអូខេឥឡូវចេញមកបានអ្នកឃើញអត់នេះអានេះគឺជា music ដែលយើងទៅ generate មកមិញឥឡូវយើងចុច stop បងប្អូនឃើញអត់បងនឹងទទួលបានជាមួយនឹង original music ដែលខ្លួនឯងបើសិនជាចង់ទុកវាប្រើប្រាស់បងគ្រាន់តែធ្វើការចុចនៅខាងស្ដាំដៃហើយធ្វើការចុចជាមួយនឹងពាក្យ download អូខេអញ្ចឹងចំពោះ app Suno នេះគឺបងចង់ pay វាសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីអីផ្សេងបានក៏បានឬក៏បើអត់ចង់ទេប្រើតា free របស់គេទៅបានហើយតែប៉ុណ្្នឹងឯងហើយធ្វើការចុច save វាទៅសម្រាប់ហ្នឹងវានឹងmusic ហ្នឹងវានឹង load save ចូលទៅក្នុង device ទូរស័ព្ទរបស់យើងហើយអាចធ្វើការប្រើប្រាស់បានអរគុណ bye